ជំរាបសួរអ៊ំពូមីងទាំងអស់គ្នាបាទថ្ងៃនេះដោយសារឃើញគ្រឿងក្នុងមន់ស្រាយើងតំណងពេកក៏ឆ្លៀតធ្វើវីដេអូឆាតកួនគ្រឿងក្នុងមន់ជូនបងប្អូនទស្សនាកំសាន្តណានេះជាគ្រឿងក្នុងមន់ដែលយើងធ្វើខ្លួនឯងបាទខ្ញុំគាត់ចិញ្ចឹមឥឡូវយើងរៀបចំវាមានតកួនចិនយើងរៀបចំវាឆាបាទឥឡូវប៉ុនខ្ញុំគាត់រៀបចំហាន់គ្រឿងក្នុងជាចំណិតតូចមានកោះហើយមានថ្លើមហើយនឹងមានពវៀនមានអីទៀតតែយើងអត់ដែរដាក់កោះហើយថ្លើមបាទឥឡូវគាត់ចាប់ផ្ដើមឆាបងប្អូនគាត់លីងខ្ទឹមនឹងឲ្យឈ្ងុយតិចសិនហើយយើងចាក់គ្រឿងក្នុងមាន់ដែលយើងហាន់ហើយហ្នឹងចូលយើងជោគត្រឡប់វាទៅហើយគាត់ដាក់គ្រឿងយើងមានដូចជារ៉ូឌីទឹកត្រីអំបិលស្ករប៊ីចេងប្រេងខ្យងធម្មតាដូចយើងធ្វើហូបរាល់ថ្ងៃអញ្ចឹងបងប្អូនអត់ខុសគ្នាទេយើងលាយតាមហ្នឹងចំណង់ចំណូលចិត្តយើងចូលចិត្តផ្អែមឬក៏ចូលចិត្តប្រៃអីយើងដាក់តាមចំណង់ចំណូលចិត្តខ្លួនឯងណាមកឃើញថាគ្រឿងក្នុងរបស់យើងគឺចាប់ផ្ដើមប្រែពណ៌យ៉ាងតំណងជាងមុនតិចហ្នឹងបងប្អូនមានថាមកខ្ទះដែរឥឡូវនេះរៀងក្រៀមល្មមហើយគឺខ្ញុំក៏ដាក់តកួនចូលដោយសារតកួនយើងរៀងច្រើនគួរសមដែរដាក់ទៅឡើងមកខ្ទះពេជ្រតែដាក់ដបងចឹងឃើញច្រើនណាស់តិចទៀតsẽស្លុកឃើញយ៉ាងតិចហ្នឹងបងប្អូនជ្រាបពេលនេះសូមបងប្អូនជួយចុច like page ម្នាក់មួយផងបងប្អូនដើម្បីទទួលបានវីដេអូបន្តទៅមុខទៀតបាទប៉ុនខ្ញុំគាត់ឃើញថាមានញឹកការកោខ្លាំងណាស់ឥឡូវនេះតកួននឹងស្លោកទៀតបងប្អូនចង់ល្មមចិត្តល្មមហ្នឹងបងប្អូននេះអូមើលនោះនងខ្លាំងណាស់បងប្អូនបើសិនជាដាក់ជាក់មកកំប៉ុងមកនឹងឆ្ងាញ់មិនទេបងប្អូនហើយយើងឃើញថាអត់មានដាក់ម្ទេសដោយសារខ្ញុំអត់ដាក់ដោយសារកូនខ្ញុំញ៉ាំដែរខ្លាចវាហឹលបងប្អូនឥឡូវឆ្អិនហើយបងប្អូនអើយមើលយើងទៅភ្លក់ទាំងអស់គ្នាបងប្អូននេះអូយជាតែបងប្អូនឲ្យមន់ស្រែតកួនយើងដាំខ្លួនឯងបងប្អូនតកួននៅផ្ទះប៉ាក្មេងខ្ញុំគាត់ដាំតកួនខ្លួនឯងអូតំណងបងប្អូនមើលនេះហើយឥឡូវខ្ញុំត្រៀមខ្លួននឹងសាកបងប្អូនចាំមើលរសជាតិเป็นយ៉ាងម៉េចដែរបងប្អូនតោះទៅសាកមួយគ្នាអូចាប់យកអាពីរគ្រាប់នេះដបងមកជាតែបងប្អូនអើយឆ្ងាញ់ណាស់របស់យើងធម្មជាតិអត់ដូចរបស់គេនៅផ្សារបងប្អូនគឺញ៉ាំទៅគឺខុសគ្នាបងប្អូនអើយរសជាតិគឺឆ្ងាញ់ហ្មងនិយាយរួមគឺដឹងថាឆ្ងាញ់មើលបាទវីដេអូក៏ដល់ទីបញ្ចប់ហើយបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនជំរាបលាសុខសប្បាយទាំងអស់គ្នា